Wow, look at this. Okay. ចំរូបនេះបាទឈ្មោះស៊ីនសែបាទឈ្មោះស៊ីនសែអញ្ចឹងណាបាទអូខេអញ្ចឹងខ្ញុំធ្វើការ comment មួយដើម្បីឲ្យដឹងថាខ្ញុំធ្វើការ review រូបនេះហើយអូខេអូខេបងប្អូនអញ្ចឹងជាទូទៅខ្ញុំតែងតែនិយាយពីចំណុចល្អនិងចំណុចខ្វះខាតឬក៏ជូនជាយោបល់មួយចំនួនបាទអញ្ចឹងទីមួយគឺចំណុចល្អរបស់គាត់គឺគាត់បានថតជាreflection បាទគាត់ថតថ្ងៃលិចនិងថ្ងៃរះហ្នឹងទេបាទប៉ុន្តែអញ្ចឹងគាត់ថត reflection បានល្អបាទយើងមើល horizontal គាត់ក៏ចំកណ្ដាលតែម្ដងអញ្ចឹងការថតបែបនេះគឺដូច symmetry អញ្ចឹងបាទ reflection គឺធ្វើម៉េចយើងកាមេរ៉ាយើងឲ្យទៀបបាទទៀបជិតដល់ទឹកអីចឹងទៅហើយយើងធ្វើម៉េចឲ្យវាឆ្លុះគ្នាបាទពីលើប្រវែងនេះកងប្រវែងនឹងដែរអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យរូបថត reflection របស់យើងមានការចាប់អារម្មណ៍ហើយនឹងវាឃើញទស្សនភាពនៅ background ហ្នឹងជាមួយនឹងខាងក្រោមខាងលើគឺវាស្មើគ្នាហើយវាដូចគ្នាអញ្ចឹងមើលទៅវាជា composition មួយគឺគេថា symmetry ធ្វើឲ្យរូបយើងនេះគឺមានការឆ្លុះពីលើទៅក្រោមឬក៏ពីឆ្វេងទៅស្ដាំហ្នឹងវាស្មើគ្នាវាដូចគ្នាអញ្ចឹងណាបាទនេះជាចំណុចល្អគាត់ទី1ទី2គឺគាត់បានលេងជា balance បានល្អបាទស្មើបងបាទអញ្ចឹងនេះ reflection សំខាន់ណាយើងមើលឃើញទេលើនេះគឺត្រង់ក៏ត្រង់ដែរអត់មាន weak មួយខាងទេគឺ balance បាទស្មើគ្នាល្អបាទអញ្ចឹងនេះជាចំណុចល្អគាត់ធ្វើបានល្អហើយជាមួយនឹងការ control ពន្លឺ sunset ឬ sunrise ហ្នឹងបានល្អអូខេអញ្ចឹងចូលទៅដល់ទី2តើតើនឹងអ្វីដែលឲ្យជើងគូជៀសវាងឬក៏ប្រយ័ត្នឬក៏ជា idea របស់ខ្ញុំអញ្ចឹងគឺរូបគាត់គឺតើតើទៅនឹងគាត់នេះបាទ frame ខាងលើនេះឃើញទេបាទជា subject ជា framing របស់គាត់បាទទាំងនេះក៏ដោយទាំងខ្សែហ្នឹងណាបាទជា framing ចំណែងណងជា frame ជា foreground សម្រាប់ក្តោបរូបយើងឲ្យស្អាតអញ្ចឹងរូបគាត់មានតែហ្នឹងកន្លែងហ្នឹងអញ្ចឹងថ្ងៃក្រោយបើសិនយើងអាចរកធ្វើម៉េចអាហ្នឹងណានេះstructure ហ្នឹងវាព័ទ្ធជុំវិញតែម្ដងឃើញទេបាទព័ទ្ធជុំវិញមកវាចេញជាស៊ុំមួយបាទដោយសារខាងនេះគេមានខ្លះដែរ structure អញ្ចឹងណាបាទនេះមាន foreground នេះទៀតអញ្ចឹងវាអាចក្តោបមើលអញ្ចឹងយើងអាចរកថ្មអីក្រោមហ្នឹងឬក៏ស្មៅជាមួយបើសិនយើងចង់លេង frame ណាអញ្ចឹងមាននេះដែរមាននេះដែរជុំវិញតែម្ដងអញ្ចឹងវាក្តោបភ្នែកយើងឲ្យមើលឃើញទស្សនវិជ្ជាហ្នឹងរត់ចាប់អារម្មណ៍ថែមទៀតអញ្ចឹងរូបខ្វះអា frame របស់យើងហ្នឹងណាបាទអញ្ចឹងបើស៊ូគឺយើងធ្វើម៉េចចាប់កុំឲ្យមាននឹងម្ដងបាទកុំឲ្យមាននឹងតែម្ដងបាទបានន័យថាឲ្យ clear ម្ដងបាទឲ្យគឺអត់មានចេះហ្មងបាទបើសិននេះយើងមានអាក្រោមយើងអាចមានដែរហ្នឹងបានវាឆ្លុះគ្នាហៅថាល្អបានថាវា symmetry គ្នាណាបាទ symmetry ហ្នឹងគឺធ្វើម៉េចឲ្យលើមានអីអាក្រោមមាននឹងដែរអញ្ចឹងណាបាទចាំបើមិនចឹងទេយើងជិះបាទជិះប្លង់ហ្នឹងយើងជិះមកឆ្វេងអស់មកដើម្បីយកតា horizontal ជាមួយនឹងsilhouette ដើមឈើខាងក្រោយហ្នឹងទៅបានហើយអញ្ចឹងនេះនេះដូចគ្នាដែរបាទពេលវាមានដើមឈើហើយនឹង foreground គេហ្នឹងអញ្ចឹងខាងនេះគួរត្រូវតែមានអញ្ចឹងដែរជាដើម្បីបង្កើតជា frame ណាអញ្ចឹងប៉ុណ្នេះយើងស្ទើរមកយើងឃើញតាខាងលើឯងអញ្ចឹងបើសិនទុកត្រូវតែមានធ្វើម៉េចឲ្យមានខាងនេះដែរមាន foreground ទៅជួយដែរតែបើសិនណាវាមានតាហ្នឹងគឺយើងបាច់ទុកវាបាទយើងងាកមកអស់មកយើងបាត់អា frame ហ្នឹងហើយអញ្ចឹងបើសិនមានគឺមានឲ្យដូចគ្នាហើយតែមិនឲ្យវាចេញជាស៊ុំមួយពេញលេញបាទឃើញយើងមើលនេះចំហអត់នេះបាទឃើញតំបន់នេះចំហអត់ដោយសារវាមានតែខាងនេះបាទអញ្ចឹងវាសំខាន់ silhouette នេះទៀតគឺវាធ្វើឲ្យរូបយើងវាងាយឃើញបាទងាយឃើញតម្រងណាអញ្ចឹងឃើញកន្លែងនេះគឺចំហតែម្ដងអញ្ចឹងវាអត់បានក្តោបទាំងអស់អូខេអញ្ចឹងខ្ញុំមានយោបល់តែប៉ុណ្្នឹងភាសារូបនេះបើខ្ញុំក្របទៅវាអត់វាបាត់ information ដែរវាបាត់នេះចុងអាកែងរបស់ sunset ហ្នឹងបើយើងក្របតិចទៀតគឺវាសល់តិចតួចព័ត៌មានវាមើលទៅវាអត់ស្អាតទេអញ្ចឹងមានតែប៉ុណ្្នឹងបាទអរគុណអូខេបងប្អូនសូមតែបងប្អូនពេញចិត្តក្នុងការ review រូបរបស់ខ្ញុំដែលខ្ញុំ review នៅខេត្តកំពតតែម្ដងបាទអូខេពេញជា photo is your word វីដេអូក្រោយ